อันยัดกรบในยิมริบสู้ปกไม้บอมปนไปเชียร์ปรัดเข้ามายังถึงอ๋อบานในขนมไทยนี้ได้ช่วงมันปอดมีนมวยจุ่มนุ่นใบใจรวมเล็กแต่ดับปกไม้บองปนถึงอ๋อขณีหอยสำหรับปอดมีนในขนมไทยนี้คือเตะตรงแต่นังทาเต้ายังทัวแบบหนาดับใบบ้านได้จังดอกบนตีตั้งระบกัมพูชียืงได้ไทยการกลับมันตระลับหมกวิญยืงดังให้ทาพิภพลูกกำปงวักโฟครั้งสเตอร์แต่เทะโจแต่ขนมสงครามลูกเลือกตีใบแต่หอยมันท่าจุ่มลูกกระไดสงครามกระไดคือล้างกำลังสเตอร์กรุบกันลายหนึ่งกรุบดำบอลเจสแดงโดยเจโรซีนังอุยแกรนก็มันต้นมันเป็นจับในลอยเตะดามีนในทาโรซีอาจนั่งประชมมุกจมูกนังองการนาโตบ้านกรุเปลหอยนี้ก็จมูกแฮดมุ้ยได้อาจเกิดมีนล่างในสงครามลูกเลือกตีใบผ่องได้จมในในอิสราเอลอิรังนังอเมริกบิงก็สแต่กำปงล่างกำลังคลังโดยเขียคืออเมริกกำปงจองวิตเลือประเทศอิรังหอยอิรังก็บานเตรียมคลุ้นรูจิสไรค์ក្នុងការវិបកទៅលើអាមេរិកវិញដោយឥរ៉ង់បានបិទជើងហោះហើររបស់ខ្លួនហើយត្រៀមយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងអាមេរិកវិញប្រសិនបើអាមេរិកហ៊ានវាយចំណែកចំណុចក្តៅមួយទៀតក៏មានតាក់ទងទៅនឹងសហរដ្ឋអាមេរិកមហាអំណាចចិនកោះតៃវ៉ាន់និងជប៉ុនផងដែរយើងដឹងហើយថាកោះតៃវ៉ាន់នាពេលនេះគឺមានស្ថានភាពកំពុងតានតឹងនិងក្តៅខ្លាំងផងដែរហើយបើមានសង្គ្រាមកើតឡើងពិតមែននោះវានឹងអាចជាចំណុចចាប់ផ្ដើមមួយដែលមានន័យថាសង្គ្រាមលោកលើកទី3អាចកើតឡើងផងដែរហើយប្រសិនបើលោកត្រាំហ៊ានតែវាយកកោះ Greenland ដោយការប្រើប្រាស់កម្លាំងយោធារបស់ខ្លួនក្រោមហេតុផលសន្តិសុខសហរដ្ឋអាមេរិកនោះគឺវាស្មើនឹងចងកខ្លួនឯងស្មើនឹងបំផ្លាញខ្លួនឯងហើយរុញទម្លាក់ខ្លួនឯងពីមហាអំណាចនិងធ្វើឲ្យបែកបាក់សម្ព័ន្ធមិត្តជាមួយនឹងអង្គការ NATO ចំណែកឯមហាអំណាចចិនវិញប្រសិនបើក្នុងកលៈទេសៈនេះចិនតែហ៊ានវាយកកោះតៃវ៉ាន់នោះវាស្មើនឹងចូលអន្ទាក់របស់អាមេរិកដែលអាមេរិកបានយកកោះតៃវ៉ាន់និងជប៉ុនជាកូនអុករបស់ខ្លួនហើយបន់ឲ្យតែចិនវាយយកកោះតៃវ៉ាន់នោះទេដើម្បីអាមេរិកមានលក្ខក្នុងការដាក់សម្ពាធទៅលើមហាអំណាចចិនដោយរុស្ស៊ីនិងអ៊ុយក្រែនដូចគ្នាហើយទាំងអស់នេះគឺមានន័យថាអាមេរិកមិនចង់ឃើញចិនមានសេដ្ឋកិច្ចនិងអំណាចខ្លាំងជាងខ្លួននោះឡើយងាកមកមើលស្ថានភាពរបស់កម្ពុជាយើងវិញក៏មិនខុសគ្នាទៅនឹងស្ថានភាពរបស់ពិភពលោកដែលកំពុងឡើងកម្ដៅនោះដែរនេះគឺមានន័យថាប្រទេសថៃក៏អាចជាកូនអុករបស់សហរដ្ឋអាមេរិកផងដែរព្រោះអាមេរិកគិតថាចិនគឺនៅពីក្រោយកម្ពុជាហើយចិនជាអ្នកផ្ដល់នូវយុទ្ធោបករណ៍គ្រឿងសព្វាវុធទាំងឡាយជាច្រើនមកឲ្យកម្ពុជាយើងដូច្នេះបើកម្ពុជាហ៊ានតែប្រហែសតែបន្តិចនោះច្បាស់ណាស់ថាកម្ពុជាយើងនឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់មហាអំណាចហើយប្រទេសកម្ពុជានិងថៃក្លាយជាកន្លែងសាកអាវុធរបស់មហាអំណាចយ៉ាងពិតប្រាកដដោយដែលយើងបានឃើញហើយសង្គ្រាមលើកទី1រយៈពេល5ថ្ងៃនិងលើកទី2មានរយៈពេលរហូតដល់21ថ្ងៃនោះមកទល់នឹងពេលនេះក៏មិនទាន់ធានាបាននៅបទឈប់បាញ់ដ៏រឹងមាំនោះឡើយគឺនៅតែមានហានិភ័យក្នុងការបិទបញ្ចប់អរិភាពហើយក៏អាចកើតមានសង្គ្រាមជាលើកទី3ឬក៏យ៉ាងណានោះទេយើងដឹងហើយថាស្ថានភាពពិភពលោកពេលនេះមានសភាពវឹកវរខ្លាំងសឹងតែគ្រប់កន្លែងទៅហើយដូចនេះកម្ពុជាយើងគឺគ្មានជំរឿនអ្វីក្រៅពីខំរក្សានៅបទឈប់បាញ់រក្សានៅស្ថិរភាពឲ្យបានល្អប្រសើរកុំឲ្យកើតមានសង្គ្រាមជាលើកទី3ម្ដងទៀតតាមដែលយើងមើលទៅចំនួនរវាងកម្ពុជាថៃគឺមិនស្មុគស្មាញខ្លាំងនឹងពិបាកដោះស្រាយនោះទេព្រោះគេមើលឃើញយ៉ាងច្បាស់ថាថៃជាអ្នកឈ្លានពានកម្ពុជា 100% ព្រោះមានភស្តុតាងជាក់ស្ដែងជាច្រើនដូចជាពេលនេះថៃកំពុងឈរជើងនៅលើទឹកដីកម្ពុជាយើងទាំង14ទីតាំងដោយខុសច្បាប់មានទាំងរូបភាពមានទាំងវីដេអូជាច្រើនដែលពិភពលោកទទួលស្គាល់និងអាចស្គាល់ទោសថៃបានចុះហេតុអ្វីពេលនេះម្ដេចបានជាស្ងាត់ឈឹងអញ្ចឹងពិភពលោកហេតុអ្វីមិនស្គាល់ទោសទៅលើប្រទេសថៃបណ្ដាអង្គការអន្តរជាតិធំៗទាំងឡាយហេតុអ្វីបានជាស្ងាត់ជ្រាបយើងមើលទៅថាតើវាមានមូលហេតុអ្វីបាទយើងដឹងហើយថាថ្នាក់ដឹកនាំរបស់យើងគឺលោកយល់ច្បាស់ដូចថ្ងៃទៅនឹងបញ្ហាទាំងឡាយក្នុងការច្បាស់ទីតាំងភូមិសាស្ត្រនិងល្បិចកិច្ចការរបស់បណ្ដាប្រទេសមហាអំណាចទាំងឡាយដែលចង់បង្កើតសង្គ្រាមលើប្រទេសណាមួយនិងរុញបញ្ហាឲ្យកើតមានឡើងហើយប្រសិនបើគេចង់បិទបញ្ចប់ទៅវិញនោះគឺវាមិនពិបាកនោះទេគឺងាយបំផុតជាពិសេសសហរដ្ឋអាមេរិកនិងចិនប្រសិនបើពួកគេចង់បញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃវាជារឿងងាយក៏ប៉ុន្តែប្រសិនបើមានភាគីម្ខាងចង់បិទបញ្ចប់សង្គ្រាមតែភាគីម្ខាងទៀតមិនចង់បិទបញ្ចប់នោះទេគឺមិនអាចបញ្ចប់បានដែរហើយបញ្ហានៅតែកើតមានឡើងឥតឈប់ឈរដដែលទោះបីខំប្រឹងដោះស្រាយយ៉ាងណាក៏ដោយដូច្នេះចំនួនរវាងកម្ពុជានិងថៃគឺមានន័យថាតតែពិភពលោកវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញហើយបណ្ដាប្រទេសមហាអំណាចគឺចង់ទាញពិភពលោកឲ្យមាននូវសន្តិភាពចង់បិទបញ្ចប់សង្គ្រាមយ៉ាងពិតប្រាកដឲ្យបណ្ដាប្រទេសទាំងឡាយគោរពទៅនឹងច្បាប់អន្តរជាតិយ៉ាងពិតប្រាកដនោះកម្ពុជាទើបអាចទទួលបាននូវការដោះស្រាយដើម្បីបិទបញ្ចប់នៅអរិភាពបិទបញ្ចប់នៅចំនួនហើយឈានទៅរកការកំណត់ព្រំដែនជាក់លាក់ដែលយើងយកផែនទីអន្តរជាតិនិងច្បាប់អន្តរជាតិមកដោះស្រាយជាមួយនឹងភាគីថៃយើងដឹងហើយថានៅពេលនេះថៃកំពុងឈរជើងនៅលើទឹកដីទាំង14ទីតាំងរបស់កម្ពុជាយើងដោយខុសច្បាប់ហ
ហើយយើងគឺមិនទទួលស្គាល់ជាដាច់ខាតនៅការគូវាផែនទីក្នុងការកំណត់ព្រំដែនដោយការប្រើកម្លាំងយោធានោះដែរតើយើងធ្វើបែបណាដើម្បីបានដីទាំង14ទីតាំងមកគ្រប់គ្រងវិញគឺពិតប្រាកដណាស់ដីកម្ពុជាត្រូវតែជារបស់កម្ពុជាហើយការដែលអាចប្រែក្លាយសភាពការឲ្យល្អប្រសើរបានព្រមទាំងយកដីទាំង14ទីតាំងមកវិញបានគឺមានតែទាញយកច្បាប់អន្តរជាតិមកដោះស្រាយប៉ុណ្ណោះទើបល្អប្រសើរព្រោះក្នុងស្ថានភាពនេះពិភពលោកមិនស្ថិរភាពទេបើវសង្គ្រប់កន្លែងដូចនេះហ៊ានតែប្រហែសបន្តិចប្រទេសនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមភ្លាមៗដូច្នេះជំរើសរបស់យើងគឺព្យាយាមរក្សាជំហររក្សាស្ថានភាពកុំឲ្យលើពីនេះទាញច្បាប់អន្តរជាតិជារបងបន្តទៀតហើយប្រឹងពង្រឹងខ្លួនសេដ្ឋកិច្ចនិងយោធាជាពិសេសគឺស្មារតីសាមគ្គីរបស់ខ្មែរមិនត្រឹមតែប៉ុណ្ណោះទេសង្គ្រាមដែលថៃឈ្លានពានកម្ពុជានេះផងដែរហើយពាក្យថាថៃឈ្លានពានកម្ពុជានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាយើងដែលថៃមិនអាចបិទបាំងនិងហាមឃាត់ពាក្យនេះមិនឲ្យប្រើប្រាស់បានឡើយមិនត្រឹមតែដកក្នុងចិត្តនិងចាំជាប់មាត់ប្រជាជនកម្ពុជាគ្រប់រូបនាសម័យបច្ចុប្បន្ននេះឡើយតែពាក្យថាថៃឈ្លានពានកម្ពុជានឹងត្រូវកត់ត្រានៅក្នុងប្រវត្តិសាស្ត្រទុកឲ្យកូនចៅគ្រប់ជំនាន់បានដឹងឮទៀតផងលើសពីនេះពាក្យថាថៃឈ្លានពានកម្ពុជាក៏បានរីកសុសសាយដល់អន្តរជាតិផងដែរជាក់ស្ដែងលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានប្រកាសថាថៃជាអ្នកចាប់ផ្ដើមធ្វើសង្គ្រាមមុនមកលើកម្ពុជាឈ្លានពានគេតែបែរជាមិនចង់មានឈ្មោះជាអ្នកឈ្លានពានអ្នកកាសែតបានចោទសួរបណ្ដាញសារព័ត៌មានកម្ពុជាប្រើពាក្យថៃឈ្លានពានកម្ពុជាតើថៃប្រតិកម្មយ៉ាងណាក្នុងសន្និសីទសារព័ត៌មាននោះលោកនីតិជាខ្លាំងកោអ្នកនាំពាក្យការបរទេសថៃឆ្លើយដោយខ្លួនឯងត្រឹមត្រូវថាប្រទេសថៃអំពាវនាវឲ្យគ្រប់ភាគីប្រើភាសាដែលមានលក្ខណៈស្ថាបនានិងមិនញុះញង់ទោះមិនឆ្លើយចំតែសម្ដីរបស់អ្នកនាំពាក្យការបរទេសថៃរូបនេះបង្ហាញបំណងមិនចង់ឲ្យកម្ពុជាប្រើពាក្យថៃឈ្លានពានកម្ពុជានោះឡើយថៃកំពុងរអានឹងពាក្យឈ្លានពានកម្ពុជាពីព្រោះថៃហាក់ទើបដឹងខ្លួនដោយខ្មោចងាប់7ថ្ងៃថាលើពិភពលោកគ្មានប្រទេសណាគាំទ្រឬឈរខាងភាគីឈ្លានពានគេនោះទេយ៉ាងណាក៏ដោយថៃមិនអាចបិទបាំងអំពើឈ្លានពានមកលើកម្ពុជាបានហើយក៏មិនអាចទប់ស្កាត់ប្រជាជនកម្ពុជាមិនឲ្យប្រើពាក្យនេះបានផងដែរនៅលើបណ្ដាញសង្គមប្រជាជនកម្ពុជាបានបំផុសថាខ្លួននៅតែប្រើពាក្យថៃឈ្លានពានកម្ពុជាជារៀងរហូតកម្ពុជាមានវីដេអូនិងរូបភាពជាភស្តុតាងជាច្រើនអំពីការឈ្លានពានរបស់ថៃជាពិសេសស្ថានភាពខូចខាតជាក់ស្ដែងជាច្រើនសន្ធឹកសន្ធាប់នៅលើទឹកដីកម្ពុជារាប់ចាប់តាំងពីប្រាសាទបុរាណពានបុរាណពានសម័យបច្ចុប្បន្នផ្លូវវត្តអារាមមន្ទីរពេទ្យសាលារៀនផ្ទះសម្បែងនិងស្រែចម្ការគឺជាភស្តុតាងមិនអាចប្រកែកបានភស្តុតាងមួយទៀតដែលបញ្ជាក់ 100% ថាថៃពិតជាឈ្លានពានកម្ពុជានោះគឺយោធាថៃបានប្រើប្រាស់នៅយន្តហោះចម្បាំង F-16 ចូលមកទម្លាក់គ្រាប់នៅលើទឹកដីកម្ពុជាយ៉ាងជ្រៅមានចម្ងាយលើសពី100គីឡូម៉ែត្រពីព្រំដែនសូម្បីតែចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមជាមួយគ្នាហើយក្តីតែយោធាថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានដដែលតាមរយៈការដាក់ទូកុងតឺន័រការស្រាក់បន្លាលួសការប្រើប្រាស់គ្រឿងចាក់កំទេចផ្ទះសម្បែងប្រជាពលរដ្ឋនិងការឈរជើងកាន់កាប់ជើង10តំបន់នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយពាក្យដែលថាថៃឈ្លានពានកម្ពុជាការពារខ្លួនជាពាក្យដែលប្រជាជនកម្ពុជាចាំជាប់មាត់និងប្រកាសប្រាប់អន្តរជាតិចាប់តាំងពីថៃឈ្លានពានកម្ពុជាលើកទី1មកម្លេះនិងបន្តមកដល់ការឈ្លានពានជាលើកទី2យោងតាមច្បាប់អន្តរជាតិថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពបំផ្លិចបំផ្លាញយ៉ាងច្រើនរាប់មិនអស់មកលើកម្ពុជានេះផងដែរមិនត្រឹមតែប៉ុណ្ណោះក៏មានកាសែតល្បីឈ្មោះរបស់ជប៉ុនកាលពីថ្ងៃអង្គារទី20ខែមករាឆ្នាំ2026បានចេញផ្សាយនៅអត្ថបទមួយដែលមានចំណងជើងថាកម្ពុជាបង្ហាញពីក្តីកង្វល់នៃការលាបយកទឹកដីជុំវិញការរឹបអូសយកពីសំណាក់ភាគីថៃក្នុងអត្ថបទនេះអ្នកកាសែតរបស់ជប៉ុនក៏បានចុះផ្តិតយករូបភាពដោយផ្ទាល់នៅក្នុងទឹកដីកម្ពុជាដូចជានៅភូមិជោគជ័យក្នុងខេត្តបន្ទាយមានជ័យជាដើមដែលទីនោះភាគីថៃបានរៀបចំបោះបង្គោលរបងរាយលួសបន្លានិងដាក់ទូកុងតឺន័រក្រុមអ្នកកាសែតរបស់ជប៉ុនក៏បានចុះទៅយកព័ត៌មានដោយផ្ទាល់នៅក្នុងខេត្តឧត្តរមានជ័យនិងសម្ភាសជាមួយអាជ្ញាធរក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកទៀតផងដើម្បីឲ្យដឹងច្បាស់ពីការពិតមិនត្រឹមតែប៉ុណ្ណោះកាសែតជប៉ុនមួយនេះថែមទាំងបានសម្ភាសជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅរាជធានីភ្នំពេញផងដែរដោយឯកឧត្តមប្រាក់សុខុនបានមានប្រសាសន៍ថាការចូលកាន់កាប់នេះគឺហួសពីខ្សែបន្ទាត់ព្រំដែនដែលភាគីថៃបានទាមទារទៅទៀតហើយវាគឺជាការចូលកាន់កាប់ដោយខុសច្បាប់និងចូលយ៉ាងជ្រៅនៅក្នុងទឹកដីរបស់កម្ពុជាឯកឧត្តមបានបន្តទៀតថាវាជារឿងមិនអាចទទួលយកបានទាល់តែសោះសម្រាប់ប្រជាជនកម្ពុជាបញ្ហានេះ
បង្ហាញឲ្យឃើញពីហានិភ័យនៃការរលាយកិច្ចព្រមព្រៀងឈប់បាញ់ហើយភាពផុយស្រួយនៃកិច្ចព្រមព្រៀងឈប់បាញ់នេះគឺត្រូវបានឆ្លុះបញ្ចាំងតាមរយៈការចូលកាន់កាប់ដោយខុសច្បាប់ដែលអាចឈានទៅរកការលាបយកទឹកដីសូមជម្រាបម្ដងទៀតថាប្រទេសថៃបានបើកការឈ្លានពានកម្ពុជាជាថ្មីកាលពីដើមខែធ្នូឆ្នាំ2025បន្ទាប់ពីបទឈប់បាញ់ខែកក្កដានិងកិច្ចព្រមព្រៀងសន្តិភាពខែតុលាត្រូវបានថៃបំពាននិងហែកចោលសកម្មភាពឈ្លានពានរបស់ថៃបណ្ដាលឲ្យពលរដ្ឋកម្ពុជារាប់សិបនាក់បាត់បង់ជីវិតនិងរាប់ម៉ឺននាក់ទៀតត្រូវបានរត់ភៀសខ្លួននៅពេលនោះសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់សូមអរគុណនិងសូមជម្រាបលា